ប្រដាំផ្ញើដល់កូនស្រីខ្ញុំបានឃើញព័ត៌មាននឹងហើយកូនស្រីខ្ញុំនឹងសម្បត្តិដាវីនឹងបញ្ញាប់វិលមកផ្ទះវិញផងកុំឲ្យឪពុកម្ដាយនៅបារម្ភពីកូនអញ្ចឹងណាហើយបើបានបងប្អូនឃើញកូនស្រីខ្ញុំនឹងសូមឲ្យតាក់ទងមកលេខទូរស័ព្ទខ្ញុំមក096 98 1884បានឃើញកូនស្រីខ្ញុំសូមតាក់ទងមកលេខនឹងមកលោកពូហើយអ្នកមីងបានមកដល់ទីតាំងគោលស្ពានជ្រោយចង្វាដើម្បីស្នើសុំឲ្យក្រុមការងារ TVSB ជួយធ្វើការផ្សព្វផ្សាយដោយសារតែគាត់បានបាត់កូនស្រីកាលពីវេលាថ្ងៃ2ប្រិមិត្តបាទថ្ងៃ2ខែឧសភាឆ្នាំ2026ទៅរៀនព្រឹករហូតដល់មកនេះគឺពេលថ្ងៃគឺចេញពីរៀនអត់ទាន់បានមកដល់ផ្ទះទេប្រិមិត្តជនបាទដោយសារតែការបញ្ជាក់នឹងគឺបាត់រយៈពេល2ថ្ងៃ3ថ្ងៃទៅថ្ងៃហ្នឹងហើយឥឡូវនេះយើងចង់ដឹងរឿងនេះកាន់តែច្បាស់យើងមកសាកសួរសម្ភាសជាមួយលោកពូអ្នកមីងដែលជាម្ដាយបាទរបស់ប្អូនស្រីផ្ទាល់តែម្ដងបាទសូមជម្រាបសួរមីងមកដល់ទីតាំងគោលស្ពានជ្រោយចង្វានេះស្នើសុំឲ្យក្រុមការងារយើងធ្វើការផ្សព្វផ្សាយរឿងអីដែរណាមីងផ្សាយរឿងកូនខ្ញុំបាត់ពីផ្ទះហ្នឹងពេលព្រឹកឡើងកូនខ្ញុំទៅរៀនអញ្ចឹងណាតាំងពីព្រឹករហូតដល់ពេលថ្ងៃចេញមកទៅអត់ឃើញកូនមកដល់ផ្ទះកូនអ្នកមីងមានឈ្មោះអីដែរឈ្មោះសម្បត្តិដាវីអាយុប្រហែលអាយុ14ឆ្នាំជាឡៃហ៊ុននីហ៊ុនសែនអរុណវតីនៅភូមិតាពាំងដងសង្កាត់តាពាំងសាំងខណ្ឌពោធិ៍ជ័យមុនពេលកើតហេតុដែលកូនអ្នកមីងទៅរៀននឹងមានដែរស្ដីឲ្យកូនឬក៏ប៉ះពាក្យសម្ដីអីជាមួយកូនទេណាមីងអត់បានប៉ះពាក្យសម្ដីជាមួយកូនខ្ញុំទេវាទៅរៀនធម្មតាទេរៀនធម្មតាទេចាគាត់ទៅរៀនធម្មតាទេពេលទៅរៀនហ្នឹងកូនខ្ញុំវាផែជាមិនបានចូលរៀនតាមមើលទៅតាមមិត្តភ័ក្តិអញ្ចឹងណាពេលឥឡូវបាត់កូនខ្ញុំតាំងពីព្រឹកថ្ងៃទី2ហ្នឹងរហូតដល់ថ្ងៃទី3ទី4ហ្នឹងឃើញកូនខ្ញុំមកផ្ទះវិញទេបាត់កម្លាំងសូនរហូតដល់នឹងដឹងថាវានៅណាព្រោះទៅខ្ញុំចង់ឲ្យវាទៅវិលត្រឡប់មកវិញខ្ញុំអត់មានធ្វើបាបអីទេសូមឲ្យកូនមកផ្ទះវិញមកព្រោះម៉ែបារម្ភណាពូមានអីហៅទៅកូននេះហើយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានឃើញរូបលោកពូកាន់មកពីស្លឹកនេះលោកពូមានអីហៅទេណាមីងមានអីឲ្យកូនខ្ញុំមកផ្ទះវិញមកព្រោះខ្ញុំអត់ធ្វើអីទេខ្ញុំសូមមកឲ្យវាមកផ្ទះវិញមកបារម្ភខ្ញុំបារម្ភពីកូនខ្ញុំនឹងបាយណាទឹកណាទេខ្ញុំយ៉ាងនិយាយហ្នឹងយ៉ាងម៉េចព្រោះខ្ញុំបារម្ភពីកូនខ្ញុំស្រីក្មេងបើតែមិនប៉ុណ្ណឹងអ្នកគ្រូលោកគ្រូបន្ទប់ថ្នាក់មានបានតំណាក់តំណងឯការបាត់តាំងពីថ្ងៃ2ហ្នឹងបានតំណាក់តំណងមកតាមពូតាមរយៈលេខទូរស័ព្ទឬអីទេពីមុនគេមាន Telegram ឥឡូវអត់សូវឃើញ Telegram ហ្នឹងវានេះមកផងហ្នឹងអ្នកមីងបានទៅដល់សាលាខ្ញុំអត់បានទៅដល់សាលាទេព្រោះថ្ងៃហ្នឹងខ្ញុំថាចាំមើលកូនវិលផ្ទះវិញសិនអញ្ចឹងណាចាំមិនចាំថ្ងៃច័ន្ទហ្នឹងទៅសាកសួរគ្រូព្រោះថ្ងៃអាទិត្យហ្នឹងលោកគ្រូអត់បង្រៀនទេផ្ដាំផ្ញើដល់កូនស្រីខ្ញុំបានឃើញព័ត៌មានហ្នឹងហើយកូនស្រីខ្ញុំហ្នឹងសម្បត្តិដាវីហ្នឹងបញ្ញាប់វិលមកផ្ទះវិញផងកុំឲ្យឪពុកម្ដាយនៅបារម្ភពីកូនអញ្ចឹងណាហើយបើបានបងប្អូនឃើញកូនស្រីខ្ញុំហ្នឹងសូមឲ្យតាក់ទងមកលេខទូរស័ព្ទខ្ញុំមកទូរស័ព្ទខ្ញុំមាន096 98 71 884បើបានឃើញកូនស្រីខ្ញុំសូមតាក់ទងមកលេខនឹងមកព្រោះនឹងជាលេខខ្ញុំផ្ទាល់លោកពូមានអីផ្ដាំផ្ញើហៅកូនស្រីឲ្យវិលត្រឡប់មកវិញថាឲ្យកូនខ្ញុំវិលត្រឡប់មកវិញមកព្រោះខ្ញុំបារម្ភពីកូនខ្ញុំម្លឹងវាមិនអីមិនមើលខ្ញុំសូមឲ្យកូនខ្ញុំមកផ្ទះវិញមកប៉ាផងមានប៉ុណ្្នឹងប្រហែលថ្ងៃឯងលោកពូតាំងពីថ្ងៃហ្នឹងចូលដល់យប់ហ្នឹង3ថ្ងៃ3ថ្ងៃថ្ងៃយប់ហ្នឹងបាទអត់បានមានតំណាក់តំណងគឺបាត់សូនឆ្អឹងមកបាទបាត់សូនអញ្ចឹងដល់លុយ100ខ្មែរវាមានក្នុងខ្លួនផងមានកាវសាសាឡាទៅហ្នឹងចេញពីចេញមកផ្ទះមកបាត់សូនមកខ្ញុំទីចាំមុខសាលាឃើញកូនប្រិមត្តទស្សនបានជ្រាបខាងលើហើយបន្ទាប់ពីយើងបានធ្វើការជួយផ្សព្វផ្សាយនេះបើសិនជាដំណឹងនេះទៅដល់ប្អូនស្រីបាទដែលជាក្នុងរូបភាពខាងលើនេះនិងបងប្អូនប្រជាពលរដ្ឋដែលបានអិនពាក្យនៅអត្តសញ្ញាណរូបភាពខាងលើនេះសូមទំនាក់ទំនងមកអាងក្រុមគ្រួសារសាច់ញាតិដែលដាក់លេខទូរស័ព្ទនៅខាងលើឬក៏ទំនាក់ទំនងមកអាងក្រុមការងារ TVSB ផ្ទាល់តែម្ដងលោកពូអ្នកមីងមានតែពាក្យអំពាវនាវដល់មហាជនសូមមេត្តាជួយ share និងចែករំលែកវីដេអូនេះដើម្បីឲ្យឃើញទៅដល់កូនស្រីគាត់ផ្ទាល់តែម្ដងទាំងនេះជាព័ត៌មានបាត់អំដែលយើងទទួលបានពីលោកពូនិងអ្នកមីងដែលបានមកដល់ទីតាំងនេះបានការបញ្ជាក់ថាបាត់កូនស្រីរយៈពេល3ថ្ងៃទៅថ្ងៃនឹងហើយបើសិនជាការអធិប្បាយរបស់ខ្ញុំបានមានការលឺលួសខ្វះខាតត្រង់ប្រការណាមិនសមរម្យសូមប្រិមត្តអធិស្ឋានដល់ក្រុមការងារបងសង្ឃឹមថាការផ្សព្វផ្សាយនេះបានឃើញទៅដល់ប្អូនស្រីហើយនឹងឆាប់វិលត្រឡប់មកផ្ទះវិញដោយសារតែឪពុកម្ដាយបារម្ភខ្លាំងមែនទែនអរគុណគ្រប់លាប្រិមត្តបាទ